អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែដូងដែលអ្នកគួរតែដឹងមិនខ្វល់ថាអ្នកញ៉ាំសាច់ដូងទឹកដូងឬប្រេងដូងទេរសជាតិរបស់វាគឺឆ្ងាញ់ទាំងអស់ហើយជីវជាតិដែលវាផ្ដល់ឲ្យមានច្រើនណាស់ជាពិសេសជាតិសរសៃវីតាមីនជាតិរ៉ែនិងអាស៊ីតអាមីណេតែម្ដងក្រៅពីនេះវាក៏មានជាតិកាល់ស្យូមប៉ូតាស្យូមនិងម៉ាញ៉េស្យូមព្រមទាំងអេឡិចត្រូលីតយ៉ាងច្រើនផងដែរតាមពិតទឹកដូងត្រូវបានគេស្គាល់ថាមានកម្រិតអេឡិចត្រូលីតដូចគ្នានឹងផ្លាស្មាមនុស្សដែលគេប្រើសម្រាប់បញ្ចូលគ្នាឈាមដែរចំពោះប្រេងដូងវិញគឺល្អបំផុតសម្រាប់រក្សាភាពវ័យក្មេងនិងស្រស់ស្អាតសមាសធាតុជាអង់ទីអុកស៊ីដង់របស់វានឹងជួយបន្ថយភាពចាស់តាមរយៈការពាររាងកាយពីរ៉ាឌីកាល់សេរីដែលគ្រោះថ្នាក់ការលាបប្រេងដូងលើស្បែកបន្តិចជារៀងរាល់ថ្ងៃនឹងរក្សាបាននូវភាពស្រស់ស្អាតនិងរលោងព្រមទាំងមិនឲ្យស្បែកស្ងួតទៀតអ្នកគួរតែលាបប្រេងដូងមុនពេលងូតទឹកក្តៅនឹងជួយបើករញើសដូច្នេះវានឹងជួយឲ្យប្រេងដូងអាចស្រូបចូលទៅក្នុងស្បែកបានកាន់តែល្អប្រេងដូងក៏ត្រូវបានគេស្គាល់ថាអាចព្យាបាលជំងឺស្បែកដែរដូចជាជំងឺតាអកស្រាញនិងរលាកស្បែកប្រេងដូងក៏ល្អចំពោះសុខភាពសក់ដែរអ្នកអាចប្រើប្រេងដូងលាបលើសក់ក្បាលនៅពេលយប់ម្ដងម្កាលហើយលាងចេញនៅព្រឹកឡើងការធ្វើបែបនេះនឹងជួយឲ្យសក់មានសំណើមនិងភ្លឺរលោងការញ៉ាំដូងក៏ជួយទ្រទ្រង់ដល់ភាពរឹងមាំរបស់ឆ្អឹងនិងធ្មេញឲ្យមានសុខភាពល្អនេះដោយសារតែវាមានសមត្ថភាពជួយដល់ការបឺតស្រូបជាតិកាល់ស្យូមនិងម៉ាហ្គ្នីស្យូមទៅក្នុងខ្លួនដូច្នេះវានឹងជួយបង្ការជំងឺពុកឆ្អឹងដែរនៅពេលប្រេងដូងត្រូវបាននាំចូលក្នុងសហរដ្ឋអាមេរិកវាពេជ្រជាមានបញ្ហាអវិជ្ជមានច្រើនណាស់អំពីរឿងនេះព្រោះវាផ្ទុកទៅដោយជាតិខ្លាញ់ saturated fat ច្រើនមានមនុស្សជាច្រើនបារម្ភថាវានឹងធ្វើឲ្យកូលេស្តេរ៉ុលពួកគេឡើងខ្ពស់នាំឲ្យមានជំងឺបេះដូងបន្តើរឿងទាំងនេះគ្រាន់តែជាជំនឿមិនត្រឹមត្រូវប៉ុណ្ណោះទេតាមពិតវាទៅកាត់បន្ថយកូលេស្តេរ៉ុលនិងឱកាសកើតជំងឺបេះដូងទៅវិញព្រោះថាជាតិខ្លាញ់របស់វានឹងបំលែងទៅជាថាមពលហើយក៏មិនងាយបង្កើនជាតិខ្លាញ់ក្នុងសរសៃឈាមអាក់ទែននិងបេះដូងដែរ